ការថប់បារម្ភទូទៅធម្មតាអ្នកណាក៏មាននៅពេលដែលបុគ្គលម្នាក់ឆ្លងកាត់នូវការតានតឹងឧទាហរណ៍ដូចការឡើងធ្វើបទបង្ហាញការសម្ភាសន៍មុននឹងចូលធ្វើការងារការរង់ចាំលទ្ធផលវិភាគឈាមការថប់បារម្ភធម្មតាហ្នឹងវានឹងបាត់ទៅវិញនៅពេលដែលបុគ្គលណាមួយក៏ឆ្លងកាត់ហេតុការណ៍ដែលខ្ញុំបានរៀបរាប់ដូចខាងលើនឹងអញ្ចឹងហើយវាមានរយៈពេលខ្លីនិងមិនប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលនោះឡើយដោយឡែកជំងឺថប់បារម្ភវិញអាចមានរយៈពេលយូរច្រើនសប្តាហ៍ឬក៏អាចឈានដល់ឆ្នាំហើយវាពិបាកគ្រប់គ្រងមិនមានហេតុផលណាច្បាស់លាស់ទេនឹងធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃទាំងការងារទាំងការសិក្សាទាំងអាជីវកម្មរកស៊ីរបរលក់ដូរផ្សេងៗគឺប៉ះពាល់ទាំងស្រុង